A B បាទ C បាទសរសេរអ្វីក៏ដោយយើងនឹងឃើញថាទាំងតារាងទាំងលេខ number ordering បាទលេខរៀងហើយនឹងពណ៌របស់ table វានឹង load មកដោយស្វ័យប្រវត្តិអញ្ចឹងអានេះវាជាការប្រើប្រាស់បាទ table នៅក្នុង Excel បាទហើយតាមហ្នឹងបើយើងអាចប្រើជាលក្ខណៈ slicer filter ដែលយើងកំណត់ថាំង select យកតែ page ប្រុសបាទ select យកតែ page ស្រីគឺថា select យកអ្វីក៏បានដែលយើងចង់កំណត់ទេណាបាទតើមកយើងអាច clear បានធម្មតានេះគេហៅថា slicer នៅក្នុង Excel ចឹងយើងមករៀនអំពីរបៀបធ្វើវាបាទម្ដងមកជំហានបាទវីដេអូនេះអាចថារៀងវែងបន្តិចចឹងអាចសែវទុកមើលថ្ងៃក្រោយក៏បានដែរបាទខ្ញុំទៅបង្កើតជាមួយនឹង sheet ថ្មីមួយបាទដែលមើលទៅដូចតែ Excel យើងធម្មតាទេបាទប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តប្រើក្នុង Excel គឺខ្ញុំបិទទៅលើបាទ grid អត់ឲ្យឃើញ grid ទេណាបាទចឹងខ្ញុំអាចចូលក្នុង view បាទខ្ញុំដោះ grid ចេញចឹងយើងឃើញពណ៌ស្អាតកន្លែងនេះហើយតាក់ទងជាមួយនឹងថាំងចុចមិនបញ្ចេញកន្លែងគេហៅថា fog view បាទយើងគ្រីសនៅកន្លែងfog view មួយទៀតកន្លែង view នេះយើងបើកឲ្យធំឃើញបាទកន្លែង fog view មួយណាបាទនេះកន្លែងនេះ fog cell អញ្ចឹងដំបូងបំផុតខ្ញុំបង្កើតជា data មួយមកបាទ data ដំបូងខ្ញុំមានជារត់ថាលេខរៀងចាស់បាទលេខ1ខ្ញុំទៅហៅទៅមកតមកមានគេទៀតបាទមានឈ្មោះទៅបាទដាក់ឈ្មោះមួយមកបាទឈ្មោះបីក៏បានដែរបាទយើងទាញយកឲ្យសមរម្យមកបាទបន្តមកបាទយើងបង្កើត table តាមក្រោយអានេះគឺជា cell បាទ cell ធម្មតាបាទមានឈ្មោះមាន page មានអីទៀតបាទមានដូចជា tel ខ្ញុំដាក់លេខទូរស័ព្ទណាបាទsorry យើងដាក់លេខយកមកបាទសម្រាប់លេខគឺយើងបើសិនបើយើងសរសេរ0ចាបាទ0អញ្ចឹងគឺវាបាត់លេខ0ខាងមុខអីប៉ុន្តែបើសិនតែយើងចង់ឲ្យចេញ0យើងអាច format cell ចំពោះកន្លែងហ្នឹងខ្ញុំបានបង្ហាញច្រើនហើយនៅក្នុងវីដេអូមុនអញ្ចឹងអាចចូលទៅមើលក៏បានឬក៏ថា format cell តាមរបៀបធម្មតាខ្ញុំយកជាមួយនឹង text មកបាទជា text អញ្ចឹងកណ្ដាលដែលវាជា text គឺយើងអាចសរសេរនេះបានហើយបាទសរសេរលេខ0ពីមុខទៅបានណាបាទវាអត់ load ទេបាទអញ្ចឹងធម្មតាអានេះគេហៅជា cell ប៉ុន្តែយើងធ្វើគឺយើងធ្វើជាមួយនឹង table បាទអញ្ចឹងគឺយើងអាច select ទាំងអស់ចឹងមកបាទហើយយកពាក្យថា insert បាទយើងពាក្យថា table កន្លែងនេះយើងបាច់គ្រីសក៏បានយើងចង់គ្រីសក៏បានបាទស្រេចយើងទេអញ្ចឹងកន្លែងហ្នឹងវានឹងបានកលឹមខាងលើដាក់កលឹម1កលឹម2កលឹម3អញ្ចឹងអានេះខ្ញុំចូលទៅកែបន្ថែមទៀតយើងធម្មតានៅក្នុងកលឹមគឺវានឹង load បាទ load គេហៅថានេះកន្លែង filter មួយប៉ុន្តែយើងនឹងដោះ filter ចេញដោយសារតែយើងប្រើ slicer ជំនួសឲ្យ filter ព្រោះវាអត់សូវជាទំនើបណាអញ្ចឹងខ្ញុំ select ទៅលើឈរទៅលើ table បាទ table ណាមួយបន្តមកខ្ញុំរើ table design បាទកន្លែងនេះខ្ញុំរកមើលពាក្យថាអីគេបាទពាក្យថាបាទ style option នេះបាទ style option អញ្ចឹងកន្លែងនេះខ្ញុំដោះ filter button ចេញដោះដើម្បីមើលទៅឃើញស្អាតមើលទៅវារៀង clean ណាហើយតាមហ្នឹងយើងអាចសរេមកបត្រេផ្សេងទៀតដូចជាតាក់ទងជាមួយនឹងបាទ alignment នេះយើងដាក់មកឲ្យចំកណ្ដាលទាំងអស់ក៏បានដែរបាទហើយបាទបរិយាតាមជាក់ស្ដែងបាទអញ្ចឹងណាហើយបន្ទាប់មកគឺយើងអាចកែឈ្មោះខាងលើនេះបានកលឹមធម្មតាតែយើងវា default វាគឺយើងកលឹមវាលោនកលឹមបងកលឹមធូប៉ុន្តែជាក់ស្ដែងយើងអត់ប្រើអញ្ចឹងយើងប្រើដូចជា n បាទលេខរៀងមកបាទ alt ឆ្វេង167 sorry alt ឆ្វេង167បាទវា load ឲ្យជាលេខរៀងបែបនេះបាទខាងលើដាក់ name មកដាក់ name ហើយទៀត 6 បាទមានទៀត tel បាទអញ្ចឹងណាតែកាត់យ៉ាងទៅប៉ុន្តែអ្វីដែលចោតបន្ទាប់ទៀតគឺថានៅពេលដែលយើង tab ទៅធម្មតានៅក្នុង table វានឹង auto ឲ្យឈ្មោះកន្លែងហ្នឹងណាបាទ sorry មិន auto ឈ្មោះ auto table បាទអញ្ចឹងទោះបីយើងដាក់លេខបានក៏ដោយបាទយើងចុចនេះណាបាទចុច tab វានឹង load ជា table ថ្មីដែលស្វ័យប្រវត្តិមកកន្លែងហ្នឹងណាបាទបាទអញ្ចឹងណាគឺវាអញ្ចឹងយើងបានតារាង automatic មួយប៉ុន្តែនៅតែនេះបាទនៅតែលេខរៀងអញ្ចឹងលេខរៀងធ្វើម៉េចឲ្យវា automatic ដែរអញ្ចឹងកន្លែងនេះយើងអាចដាក់សញ្ញាសរសេរ robot នេះមកស្មើបាទស្មើកលឹមនេះកលឹមអីគេបាទកលឹម D អញ្ចឹងដាក់ថា row បាទ row ហ្នឹងគឺយើងយក row ដែលមាន s row មាន2ណាបាទយក row ដែលមាន s ហើយបន្ទាប់មកយើងមើលទៅលើនេះរបស់យើងបាទ row កលឹមរបស់យើងអញ្ចឹងមាន D និងលេខ9បាទ D លេខ9ដែលយើងឃើញហ្នឹងខ្ញុំដាក់ D សញ្ញាដុល្លារមួយ
លេខ9បាទលេខ9ហើយបន្តមកខ្ញុំចុច2យើងសរសេរបែបហ្នឹងក៏បានហើយបន្តមកយើង select ទៅលើនេះមកបាទ table add name កន្លែងនេះខ្ញុំសុំលុប table ចេញដោយសារយើងបានសរសេរនេះរួចហើយបាទសរសេរខាងដើមរួចហើយបាទខ្ញុំថយវិញមកអញ្ចឹងខ្ញុំបានប៉ុណ្ណេះបាទប៉ុណ្ណេះគឺវាបើសិនបើមានឈ្មោះកាត់ឡើងវានឹងលោតលេខ1ដែលស្វ័យប្រវត្តិបានចុច2ចុច2ណាហើយ enter ចាំមកបាទអញ្ចឹងឃើញវាលោតដល់ខ្លួនឯងណាបាទរហូតដល់ខ្ញុំសរសេរមកបាទទាំងតារាងទាំងលេខវានឹងលោតមកស្វ័យប្រវត្តិបាទហើយចំណុចបន្ទាប់ទៀតគឺពាក់ព័ន្ធជាមួយ mf ហ្នឹងបាទខ្ញុំដាក់មកសិនថាបាទចឹងបន្ទាប់មកទៀតគឺយើង add ទៅកាន់ slicer បាទ slicer ខ្ញុំ select ទាំងអស់នេះមកក៏បានដែរបាទ select លើ table ហើយយើងពាក្យថា insert ហើយយើងពាក្យថា slicer ឬមើលពាក្យ slicer នេះបាទ slicer ហ្នឹងគឺវាដើរតួជំនួសឲ្យ filter ចឹង slicer ក្នុងនេះវាមានច្រើនដោយសារយើង select ទាំងអស់អញ្ចឹងយើងយកអីជាគោលមួយបាទខ្ញុំយក page ជាគោលដែរបាទអញ្ចឹងយកសាច់ page មកវាលោតអា page មួយអញ្ចឹងធម្មតា slicer វាធំមកអញ្ចឹងយើងអាច option បានដែរក្នុង slicer ណាអញ្ចឹងខ្ញុំទាញមកពេញប៉ុណ្ណេះមកបាទពេញប៉ុណ្ណឹងមកតបមកខ្ញុំយកពាក្យថា slicer ខាងលើចុចទៅលើ format របស់វាណាបាទតបមកយកពាក្យថា setting បាទ setting ហើយតបមកកន្លែង number per row អញ្ចឹងខ្ញុំដាក់2ដោយសារខ្ញុំមាន page ប្រុស page ស្រីអញ្ចឹងយើងដាក់តែ2បានបើសិនយើងមានច្រើនយើងរើសផ្សេងម្ដងមកបាទនៅក្នុង Excel online គឺវា save លឿននៅពេលដែលយើងចុចហើយអញ្ចឹងនៅពេលដែលខ្ញុំចុច app វា select យក app set ហ្មងបាទចុច select យក set បាទតបមកវាយើងចង់ clear យើង clear មកវិញមកបាទសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងហើយបើសិនមានអីចម្ងល់អាច comment សួរខាងក្រោមថែមបានអត់ទេបាទ